ពេលនេះខ្ញុំចង់ចែករំលែកពីអំពីឆ្នាំសម្បត្តិដែលខ្ញុំគិតថានឹងជួយដល់អ្នកផ្នែកដំបូងនៃសេរីភាពគឺទ្រង់ឲ្យខ្ញុំអធិប្បាយថ្ងៃនេះទីនេះបើតាមខ្លួនខ្ញុំតាមចំណេះដឹងខ្ញុំតាមគំនិតខ្ញុំមុខជាអធិប្បាយពីអ្វីផ្សេងតែព្រះអង្គឲ្យខ្ញុំអធិប្បាយពីនេះហើយសារថ្ងៃនេះធ្វើឲ្យខ្ញុំមានសង្គ្រាមមួយចំនួនដែលខ្ញុំគិតថាអ្នកនឹងយល់នៅក្នុងពេលបន្តិចទៀតនេះគឺជាផ្នែកដំបូងបំផុតដែលព្រះចង់ប្រកាសពីថ្ងៃសម្បត្តិដល់អ្នកបាទតោះហេព្រើរចំពុក2ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នាព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរហើយព្រះអង្គសោយទីបង្គត់ដើម្បីកំទេចមារដែលមានអំណាចលើសេចក្តីស្លាប់និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិតព្រោះតែខ្លាចស្លាប់មានពេលជាច្រើនយើងគិតថាមនុស្សមានការភ័យខ្លាចគ្រប់យ៉ាងមិនតាក់ទងនឹងការភ័យខ្លាចការស្លាប់ទេការភ័យខ្លាចការស្លាប់គឺមិនមែនថាមនុស្សខ្លាចស្លាប់ទេតែថាមនុស្សមានការភ័យខ្លាចគ្រប់យ៉ាងមិនមែនខ្លាចតែស្លាប់ទេតែការខ្លាចស្លាប់គឺជាមេនៃការភ័យខ្លាចទាំងអស់អាមែនឃើញទេមនុស្សមិនខ្លាចការហោះហើរទេគេខ្លាចស្លាប់គេខ្លាចថាយន្តហោះអាចនឹងធ្លាក់គ្រូពេទ្យនិយាយថាយើងត្រូវវះកាត់ឲ្យអ្នកគេនិយាយថាទេតាំងពីតូចមកខ្ញុំខ្លាចការវះកាត់ណាស់គេមិនខ្លាចការវះកាត់ទេគេខ្លាចស្លាប់ការភ័យខ្លាចច្រើននឹងត្រឡប់ទៅរកការខ្លាចស្លាប់វិញព្រះគម្ពីរចែងថាពេលអ្នកខ្លាចស្លាប់អ្នកជាប់ជាទាសករមួយជីវិតដូច្នេះផ្នែកដំបូងបំផុតដែលព្រះចង់ឲ្យអ្នកនឹកឃើញឆ្នាំសម្បត្តិក្នុងជីវិតអ្នកគឺសេរីភាពពីការខ្លាចស្លាប់សូមប្រកាសអាមែនឲ្យលឺពេលអ្នកមានសេរីភាពពីការខ្លាចស្លាប់អ្នកមានសេរីភាពពីអ្វីដែលនឹងធ្វើឲ្យអ្នកជាប់ជាទាសករមួយជីវិតអ្នកពេលខ្ញុំឆ្លើយសំណួរនេះទី1ហេតុអ្វីការខ្លាចស្លាប់ធ្វើឲ្យមនុស្សជាប់ជាទាសករយើងចង់ឆ្លើយសំណួរថានរណាមានអំណាចលើការស្លាប់នេះហេតុអ្វីព្រះគម្ពីរចែងថាព្រះយេស៊ូវកំទេចមារដែលមានអំណាចលើសេចក្តីស្លាប់ហេតុអ្វីមារមានអំណាចលើសេចក្តីស្លាប់តើវាបានអំណាចនេះមកពីណាតើព្រះយេស៊ូវកំទេចមារដូចម្តេចព្រោះមារនៅតែមានព្រះយេស៊ូវកំទេចវាដោយរបៀបណាដំបូងនិងសំខាន់បំផុតចង់ឆ្លើយនឹងសំណួរតើនរណាបានផលប្រយោជន៍តើទ្រង់ដោះលែងនរណាយើងឆ្លើយនឹងសំណួរនោះមុនសិនអូខេចុងក្រោយខ16ទ្រង់មិនបានយាងមកជួយពួកទេវតាទេគឺទ្រង់មកជួយពូជពងរបស់លោកអាប់រ៉ាហាំវិញនរណាជាពូជពងអាប់រ៉ាហាំបើអ្នកជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទនោះអ្នកជាពូជពងអាប់រ៉ាហាំអាមែនសូមមើលនេះព្រះយេស៊ូវយាងមកដែលតាមរយៈការស្លាប់ឬថាបុត្ររបស់ព្រះคล้ายជាបុត្រមនុស្សដែលទ្រង់នឹងមានរូបកាយហេតុអ្វីមានរូបកាយគឺដោយទ្រង់នឹងស្លាប់ជាព្រះមិនអាចស្លាប់បានទេជាមនុស្សអ្នកអាចស្លាប់តែហេតុអ្វីស្លាប់ថ្ងៃនេះយើងផ្ដោតលើទិដ្ឋភាពនេះនៃការសគត់របស់ទ្រង់តាមការសគត់ទ្រង់កំទេចមារដែលមានអំណាចលើការស្លាប់តែហេតុអ្វីបានមារមានអំណាចលើការស្លាប់ហេតុអ្វីតើព្រះយេស៊ូវកំទេចវាដោយការសគត់យ៉ាងដូចម្តេចខ្ញុំនឹងឆ្លើយសំណួរនេះតែជាដំបូងគ្រាន់តែប្រកាសប្រាប់អ្នកលោកស្រីយើងជាប់គាំងក្នុងសមរភូមិនៃយុគសម័យមនុស្សកើតមកតាមក្រោយយូរទៀតគឺថាដូច្នេះតើអ្វីទាំងអស់ដូចជាអ្នកគ្រប់គ្រងមនុស្សដែលបានដើរតាមទាំងអស់នោះមកក្រោយមានមនុស្សយ៉ាងយូរព្រះបង្កើតទេវតាជាមួយអ្នកគ្រប់គ្រងមានឋានៈទេវតាខ្ពស់ជាងគេឈ្មោះជាភាសាហេប្រឺថា Kerub យើងហៅថាទេវតាមានស្លាបអាមែនជាពហុវចនៈហៅថា Kerubim គឺជា Robin តែខ្ញុំសូមបង្ហាញអ្នកពីអ្វីម្យ៉ាងបានទេពីដើមសាតាំងមិនមែនជាសាតាំងទេវាគឺ Lucifer អាមែនសូមមើលអេសាយចំពុក14ព្រះមានបន្ទូលពីរបៀបដែលវាធ្លាក់ចុះពីស្ថានសួគ៌អោ Lucifer ផ្កាយព្រឹកដ៏ភ្លឺអើយនោះជាអត្ថន័យឈ្មោះវាអ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយម្ដេចអ្នកដួលដល់ដីយ៉ាងនេះនេះជាអ្វីដែលបានកើតឡើងព្រះមានបន្ទូលថាអ្នកតែងពោលថាយើងនឹងឡើងទៅលើមេឃហើយលើកបល្ល័ង្កយើងឲ្យខ្ពស់ជាងផ្កាយរបស់ព្រះទៀតផ្កាយរបស់ព្រះគឺទេវតាលក្ខណៈរបស់ទេវតាវាពិតជាគិតថាវានឹងអស្ចារ្យជាងទេវតាទាំងអស់ក្រោយមកទោះជាវានៅលើទេវតាទាំងអស់ក៏ដោយតែវាដំកើងខ្លួនហើយនិយាយថាយើងនឹងបានដូចព្រះវាថាយើងនឹងលើកបល្ល័ង្កយើងឲ្យខ្ពស់ជាងផ្កាយរបស់ព្រះយើងនឹងអង្គុយនៅលើភ្នំខាងជើងបំផុតជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នាយើងនឹងឡើងទៅលើខ្ពស់ជាងពពកទៅទៀតយើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុតវាចង់ដណ្ដើមបល្ល័ង្ករបស់ព្រះ
ហើយព្រះមានបន្ទូលថាឥឡូវនេះអ្នកបែរជាធ្លាក់ចុះមកដល់ស្ថានមច្ចរាជាស្ថាននរកគឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញក្នុងអេសេគៀលចំពុក28យើងមានរូបភាពមួយទៀតពីមាមើលថានេះជាលក្ខណៈនរណាព្រះកំពុងមានបន្ទូលទៅមាផ្ទាល់ព្រះមានបន្ទូលថាអ្នកជាជេរូប៊ីនត្រដាងស្លាប់នោះគួរតែធ្វើឲ្យអ្នកនឹកឃើញអ្វីមួយជេរូប៊ីនត្រដាងស្លាប់មានន័យដូចម្ដេចអ្នកចាំនេះខែម៉ាំងចំពុក25ទេពេលព្រះបានណែនាំអំពីការសាងសង់ព្រះពន្លាហឹបនៃសម្ព័ន្ធមេត្រីក្នុងហឹបនោះព្រះមានបន្ទូលអ្វីក្នុងខ20ហើយជេរូប៊ីនទេវតាមានស្លាបជាឯកវចនៈជេរូប៊ីនជាពហុវចនៈក្នុងភាសាហេប្រឺត្រូវឈ្ងោកមុខទៅរកគម្របហឹបត្រដាងស្លាបការពារគម្របហឹបនេះទៀតផងហើយត្រូវដាក់ប្រឈមមុខគ្នាហើយជេរូប៊ីនត្រូវឈ្ងោកមុខទៅរកគម្របហឹបដូច្នេះសូមមើលរូបភាពហឹបនៃសម្ព័ន្ធមេត្រីយើងមានជេរូប៊ីនអ្នកមើលឃើញទេនោះជេរូប៊ីនមួយជាទេវតាមានស្លាបបើពីរជាជេរូប៊ីនពហុវចនៈតែ Lucifer មានគំនិតបែបនេះវាថាយើងនឹងឡើងទៅខ្ពស់ដោយព្រះដ៏ខ្ពង់ខ្ពស់អេសេគៀល28បង្ហាញអេសេគៀល28ព្រះមានបន្ទូលអ្នកជាជេរូប៊ីនត្រដាងស្លាបដែលយើងបានតែងតាំងឲ្យការពារទេវតាត្រដាងស្លាបការពារម្ដងទៀតការពារអ្វីការពារគម្របហឹបហើយគម្របហឹបនៃសម្ព័ន្ធមេត្រីគឺបល្ល័ង្ករបស់ព្រះរបស់អ៊ីស្រាអែលដែលមើលឃើញអាចយកតាមខ្លួនបានដាវីតនិយាយនៅក្នុងទំនុកដំកើងលើសពីមួយព្រះដែលគង់នៅចន្លោះជេរូប៊ីនព្រះដែលសោយរាជនៅចន្លោះជេរូប៊ីនព្រះទ្រង់មានបន្ទូលពីហឹបនៃសម្ព័ន្ធមេត្រីហឹបនៃសម្ព័ន្ធមេត្រីត្រូវគេស្គាល់ថាជាបល្ល័ង្ករបស់ព្រះនៃពិភពទាំងមូលដូច្នេះវាជារូបភាពនៃបល្ល័ង្កពិតក្នុងស្ថានសួគ៌ហើយព្រះបង្កើតជេរូប៊ីនព្រះបង្កើតមហាទេវតាឬជេរូប៊ីននេះព្រះបង្កើតគេទុកជាតំណាងនៃក្តីសុចរិតទ្រង់តំណាងនៃភាពវិសុទ្ធទ្រង់អ្នកយល់ទេគេជាអ្នកការពារបល្ល័ង្កនៃព្រះអាមែនពីខនេះជេរូប៊ីនត្រដាងស្លាបហើយព្រះមានបន្ទូលយើងបានតែងតាំងឲ្យការពារយើងបានដាក់អ្នកនៅលើភ្នំរបស់យើងអ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេកសូមមើលតំណែងរបស់មាបើខ្ញុំសួរអ្នកហើយប្រាប់អ្នករឿងនេះបើខ្ញុំប្រាប់អ្នកឲ្យបង្ហាញខ្ញុំពីកិច្ចការរបស់មាអ្នកមុខជានាំខ្ញុំទៅក្រុងហ្គេឡាំងជាទីក្រុងមួយជាតំបន់ភ្លើងក្រហមនៅសង្ហបុរីសម្រាប់អ្នកកំពុងមើលជាមិត្តបរទេសហើយអ្នកមុខជានិយាយថាមើលនោះអ្នករកស៊ីផ្លូវភេទកំពុងចាំនៅកាច់ជ្រុងខាងនោះនេះហើយមើលនោះប្រុសម្នាក់នោះកំពុងលេងថ្នាំពិតណាស់អ្នកដឹងតាមកាយវិការគាត់បែបនោះហើយអ្នកនិយាយថានេះជាកិច្ចការរបស់មានេះជាអ្វីដែលមាបានធ្វើជាមួយពួកគេអ្នកនិយាយមិនខុសទេតែយើងគិតពីវាថាជាកិច្ចការរបស់មាដឹងទេក្មេងស្ទាវនិងបទល្មើសអ្វីទាំងនោះតែតាមពិតនោះជាកិច្ចការរបស់អ្នកបម្រើថ្នាក់ទាបខ្ញុំមិនសំដៅលើតុក្កតាលឿងនោះទេតែបើខ្ញុំបង្ហាញអ្នកពីនរណាម្នាក់ដែលសង្គមទទួលយកសិលធម៌គាត់ជឿលើសិលធម៌គាត់គ្មានកំហុសសូម្បីក្រោយវេទិកាក៏គាត់អធិប្បាយតែអ្នកមិនឮព្រះនាមព្រះយេស៊ូវទេអ្នកមិនដែលឮគេនិយាយពីលោហិតព្រះយេស៊ូវទេអ្នកឮតែពីមនុស្សនិងការលើកដំកើងមនុស្សអាចដោយព្រះបានគេធ្វើឲ្យខ្លួនឯងឥតខ្ចោះបានបើខ្ញុំសួរអ្នកថារវាងក្រុមទាំងពីរមួយណាជាកិច្ចការរបស់មាភាគច្រើននឹងថាក្រុមទី1តែខ្ញុំប្រាប់ថាទី2ជាអ្វីដែល Lucifer ធ្វើយ៉ាងពិតប្រាកដវាត្រូវបានហៅឲ្យការពារគម្របហឹបទោះជាវាបរាជ័យពេលនេះវាមិនទទួលយកការបណ្ដេញចេញទេវានឹងមិនទទួលយកការពិតថាវាបរាជ័យទេក្នុងរបៀបដ៏ល្ងង់វានៅតែចង់ដណ្ដើមបល្ល័ង្កព្រះអ្នកទាន់ខ្ញុំទេមានរឿងមួយដែលបានកើតឡើងពេលវាត្រូវព្រះទម្លាក់ចុះព្រះមានបន្ទូលសូមមើលទៅអេសេគៀល28ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នករហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នកកុំភ្លេចថាព្រះបង្កើតវាសាតាំងឥតខ្ចោះរហូតដល់អ្វីគ្មានភាពទុច្ចរិតរហូតដល់អ្នកធ្លាប់មានកិរិយាមេយាទល្អឥតខ្ចោះតើអ្វីជាអំពើបាបយើងនឹងយកបល្ល័ង្កព្រះនឹងធ្វើជាព្រះអ្នកឮទេដូច្នេះសូមមើលនេះជាសមរភូមិនៃយុគសម័យក្រោយមកវាត្រូវដេញចេញពីស្ថានសួគ៌ដឹងទេថាវាទៅណាផែនដីដូច្នេះមាគម្រោងវាទាំងមូលវានៅតែជឿថាវាដណ្ដើមបល្ល័ង្កព្រះបានលើមូលដ្ឋានមួយលើមូលដ្ឋានតែមួយដូចម្ដេចសូមចាំរឿងនេះ
ទំនុកដំកើង89ចែងក្នុងខ14ព្រះអង្គគ្រងរាជដោយសុចរិតយុត្តិធម៌ព្រះハរតីមេត្តាករុណានិងស្មោះស្ម័គ្ររបស់ព្រះអង្គសូមនិយាយថាសុចរិតនិងយុត្តិធម៌ជាគ្រឹះនៃបល្ល័ង្កព្រះបល្ល័ង្កព្រះសង់លើភាពសុចរិតនិងយុត្តិធម៌បើព្រះធ្វើអ្វីដែលមិនសុចរិតឬទ្រង់ធ្វើអ្វីដែលមិនយុត្តិធម៌មានថាវានឹងផ្ដួលបល្ល័ង្កព្រះជាម្ចាស់ឃ្លាបន្ទាប់សមមើលនេះខ្ញុំនឹងប្រាប់រឿងពីរហើយខ្ញុំនឹងបញ្ចប់ត្រៀមហើយរឿងមួយពីសម្ព័ន្ធមេត្រីចាស់រឿងស្ដេចដារីយ៉ូក្រោយពីស្ដេចនេបូខនេសានៃបាប៊ីឡូនហើយចក្រភពពែកណ្ដាលចាប់ផ្ដើមនគរបានចាប់ផ្ដើមស្ដេចដារីយ៉ូទ្រង់ស្រឡាញ់ដានីញ៉ែលទ្រង់ស្រឡាញ់ដានីញ៉ែលខ្លាំងហើយតែងតាំងគាត់ជាមហាមន្ត្រីម្នាក់ក្នុងចំណោម3នាក់នៃនគរទ្រង់ហើយនគរគេជានគរគ្រប់គ្រងសម័យនោះដានីញ៉ែលជាមហាមន្ត្រីម្នាក់ឬប្រើពាក្យជាអភិបាលក្នុងគម្ពីរ King James ជាមហាមន្ត្រីម្នាក់ក្នុងចំណោម3នាក់ដោយព្រះមែនទេមហាមន្ត្រី3រូបហើយស្ដេចមានមេទ័ព120រូបនៅក្នុងនគរទ្រង់ហើយព្រះគម្ពីរចែងថាដានីញ៉ែលមានប្រាជ្ញាឆ្លៀវវៃមហាមន្ត្រី2នាក់ទៀតច្រណែនមេទ័ព120រូបច្រណែនហេតុអ្វីគេជាជនជាតិពែដានីញ៉ែលមិនមែនទេគាត់ជាជនជាតិយូដាសូមមើលរឿងពួកគេទៅគាល់ស្ដេចនិងទទួលមហាមន្ត្រីទាំងអស់មហាមន្ត្រីនៅក្នុងនគរទាំងអស់មហាមន្ត្រីទាំងអស់ក្នុងនគរព្រមទាំងមន្ត្រីរដ្ឋបាលមេទ័ពក្រុមប្រឹក្សាព្រះរាជបល្ល័ង្កនិងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នាឲ្យស្ដេចចេញរាជក្រឹត្យមួយដើម្បីប្រកាសបម្រាមក្នុងពេល30ថ្ងៃបើអ្នកណាទូលអង្វរអ្វីពីព្រះមួយឬពីមនុស្សម្នាក់ក្រៅពីស្ដេចអ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោការទាមទារដោយអំនួតសូមមើលរឿងតបបិទ្ធព្រះរាជាគេទូលស្ដេចសូមទ្រង់ឡាយព្រះហស្ថលេខាបញ្ជាក់បម្រាមនេះដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិមេឌីនិងជនជាតិពែដែលឥតផ្លាស់ប្ដូរបានឡើយវ៉ាវពេលអ្នកចេញលិខិតហើយសម័យនោះស្ដេចនឹងយល់ព្រមដោយប្រើត្រាស្ដេចនឹងបោះត្រាហើយគឺចប់រឿងមួយអំពីច្បាប់របស់ពែកណ្ដាលគឺពេលវាចេញជាច្បាប់ហើយទោះស្ដេចក៏កែមិនបានដែរបាទពេលពួកគេទូលដូច្នេះស្ដេចដារីយ៉ូក៏ចុះហត្ថលេខាលើរាជក្រឹត្យពេលដានីញ៉ែលដឹងថាលិខិតចុះហត្ថលេខារួចគាត់ទៅផ្ទះហើយទៅបន្ទប់ជាន់លើបើកបង្អួចទៅខាងយេរូសាឡឹមគាត់លុតជង្គង់ចុះ3ដងនៅថ្ងៃនោះអធិដ្ឋាននឹងអរព្រះគុណព្រះគាត់ដោយទម្លាប់តាំងពីដំបូងមនុស្សទាំងនោះមកជុំគ្នាឃើញដានីញ៉ែលអធិដ្ឋាននិងទូលសុំព្រះរបស់គាត់ហើយគេទៅគាល់ស្ដេចនិងនិយាយពីរាជក្រឹត្យស្ដេចតើទ្រង់មិនបានចេញរាជក្រឹត្យថាមនុស្សទាំងអស់ដែលសុំអ្វីពីព្រះឬពីនរណាម្នាក់ក្នុងពេល30ថ្ងៃក្រៅពីស្ដេចត្រូវបោះចូលក្នុងរូងតោទេឬស្ដេចឆ្លើយរឿងនោះពិតណាស់តាមច្បាប់មេឌីនិងពែដែលមិនប្រែប្រួលក្រោយមកដូច្នេះគេឆ្លើយនឹងទូលស្ដេចដានីញ៉ែលអ្នកទោសម្នាក់ជាជនជាតិយូដាមិនគោរពតាមស្ដេចនិងរាជក្រឹត្យរបស់ស្ដេចទេតែទូលសុំមួយថ្ងៃ3ដងពេលស្ដេចឮពាក្យទាំងនេះទ្រង់ព្រួយព្រះទ័យជាខ្លាំងកុំភ្លេចថាស្ដេចស្រឡាញ់ដានីញ៉ែលសូមមើលនេះហើយស្ដេចចង់ហេតុអ្វីយើងចេញលិខិតនោះគេដាក់អន្ទាក់យើងហើយយើងដើរចូលអន្ទាក់ហើយទ្រង់ចង់ដោះលែងដានីញ៉ែលហើយរកមធ្យោបាយដោះលែងដានីញ៉ែលពីព្រឹកដល់ល្ងាចទ្រង់ធ្វើអស់លទ្ធភាពតែទ្រង់ត្រូវគោរពច្បាប់របស់ពែកណ្ដាលទីនេះយើងមានរូបភាពនៃក្តីស្រឡាញ់គ្មានអំណាចលើច្បាប់ពេលនេះទៅមើលរឿងមួយក្នុងសញ្ញាចាស់ពេលព្រលឹមហើយព្រះយេស៊ូវយាងមកគ្រូវ័យក្មេងឈ្មោះថាព្រះអម្ចាស់យេស៊ូវអាមែនទ្រង់យាងទៅព្រះវិហារហើយបង្រៀនមនុស្សក្នុងព្រះវិហារទាំងនេះជាបរិវេណព្រះវិហារស្រាប់តែសំឡេងចាបច្រៀងដ៏សុខដុមនិងពីរោះ
ក្នុងព្រះវិហារនិងមនុស្សនិយាយថាអាមែនចំពោះការបង្រៀនបានរំខានដោយសម្លេងខ្លាំងដោយកំហឹងសម្លេងអូសនិងសម្លេងយំគេនាំស្ត្រីម្នាក់មកចំនៅពីមុខព្រះយេស៊ូវដោយមិនគួរសមបំផុតនិងក្នុងរបៀបខូខើគេបោះគាត់ពីមុខព្រះយេស៊ូវហើយទូលព្រះអង្គលោកគ្រូគេជាអ្នកដឹកនាំសាសនាសម័យនោះយើងចាប់ស្ត្រីនេះបានពេលកំពុងរួមសហាយស្មន់ក្នុងវិន័យរបស់លោកម៉ូសេហើយវិន័យរបស់លោកម៉ូសេមកពីព្រះចែងថាត្រូវតែគប់នឹងដុំថ្មលោកគ្រូថាដូចម្តេចដែរព្រះយេស៊ូវអោនចុះហើយសរសេរលើដីទ្រង់ក្រោកឡើងហើយនិយាយក្នុងចំណោមអ្នកនរណាគ្មានបាបគប់នាងមុនគេចុះទ្រង់ល្មើសវិន័យទេស្ត្រីនោះបានរួចជីវិតទេបានមានការបន្ទាបភាពសុចរិតទ្រង់ទេមានការបង្ហាញក្តីមេត្តាផ្ទុយពីយុត្តិធម៌ទេគប់តែអ្នកដែលគ្មានបាបត្រូវគប់មុនគេព្រះគម្ពីរចែងថានៅសល់តែព្រះយេស៊ូវនិងស្ត្រីនោះប៉ុណ្ណោះនាងប្រហែលមិនបានមើលទៅទ្រង់ទេនាងខ្មាស់ពេកនាងនៅតែយំព្រះយេស៊ូវសួរនាងថាអ្នកចោទប្រកាន់នាងទៅណាហើយភ្លាមនោះនាងងើបមុខឡើងនិងមើលជុំវិញខ្ញុំចូលចិត្តកន្លែងហ្នឹងវាស្ទើរតែដូចជាឈ្មោះរបស់មាក្នុងសៀវភៅវិវរណៈអ្នកចោទប្រកាន់ទោសបងប្អូនវាចូលមករកអ្នកហើយនិយាយអ្នកជាមនុស្សកោតខ្លាចព្រះអ្នកស្រឡាញ់ព្រះអង្គតែមើលអ្វីដែលអ្នកធ្វើចុះមើលអ្វីដែលអ្នកគិតចុះហើយអ្នកដឹងទេអ្នកស្គាល់ព្រះឬអ្វីដែលលោកគ្រូព្រាននិយាយទេព្រះជាព្រះដែលមិនអាចប្រទានពរអ្នកបានផ្ទុយពីភាពសុចរិតរបស់ទ្រង់ទេអ្នកនឹងទទួលវាផលពីអំពើដែលអ្នកបានប្រព្រឹត្តមិនតាក់ទងនឹងឆ្នាំមាន់ទេអ្នកនឹងទទួលផលពីវាម្ដងទៀតនោះហើយជាបញ្ហាមានលេងសើចជាមួយមនសិការអ្នកសំណួរដំបូងដែលទ្រង់សួរអ្នកចោតប្រកាន់អ្នកនៅឯណាខ្ញុំចូលចិត្តកន្លែងហ្នឹងនាងរកមើលហើយនិយាយគ្មានទេលោកម្ចាស់នាងហៅទ្រង់ថាលោកម្ចាស់ព្រះយេស៊ូវនិយាយទៅនាងខ្ញុំក៏មិនដាក់ទោសនាងដែរសូមទៅចុះកុំធ្វើបាបទៀតនោះជាចំណុចសំខាន់នៃពន្ធកិច្ចខ្ញុំក្នុងការស្ដារដំណឹងល្អនៃព្រះគុណឡើងវិញចំណុចសំខាន់នោះយើងគ្មានន័យថាគ្មានការដាក់ទោសទេអ្នកអាចទៅហើយរស់នៅយ៉ាងម៉េចក៏បានយើងមិននិយាយដូច្នោះទេតែគឺវានៅពេលដែលអ្នកដឹងថាគ្មានការដាក់ទោសលើមូលដ្ឋានសុចរិតមួយទេខ្ញុំនឹងប្រាប់អ្នកពីមូលដ្ឋានសុចរិតតើអ្នកបានទទួលអំណាចឲ្យចេញទៅកុំធ្វើបាបទៀតឬទេមុននេះយើងឃើញក្តីស្រឡាញ់គ្មានអំណាចលើច្បាប់ពេលនេះយើងឃើញច្បាប់គ្មានអំណាចលើក្តីស្រឡាញ់ព្រះយេស៊ូវដឹងសំណួរនោះនៅតែទាមទាររកចម្លើយត្រូវទេតើព្រះយេស៊ូវអាចអត់ទោសឲ្យយ៉ាងណាឲ្យស្ត្រីដែលគេចាប់បានពេលរួមសហាយស្មន់ទ្រង់ធ្វើបានយ៉ាងណាទ្រង់ធ្វើវាយ៉ាងស្រស់ស្អាតបំផុតតែតើទ្រង់ឲ្យនាងទៅនឹងរក្សាក្តីសុចរិតទ្រង់បានយ៉ាងដូចម្តេចវាដូចជាទ្រង់មានសិទ្ធិដាក់ទោសនាងទ្រង់គ្មានបាបតែពេលទ្រង់ឲ្យនាងទៅតើទ្រង់សុចរិតពេលធ្វើដូច្នោះមាននឹងស្រែកតវ៉ាមែនទេតែមើលនេះរ៉ូមចំពុក3បានសុចរិតឥតគិតថ្លៃខ្ញុំចូលចិត្តពាក្យឥតគិតថ្លៃដោយសារព្រះគុណនិងការប្រោសលោះក្នុងព្រះគ្រីស្ទយេស៊ូវឲ្យរួចពីបាបដោយសារព្រះលោហិតរបស់ព្រះអង្គនេះជាពាក្យដ៏ធំឲ្យរួចពីបាបតាមពិតឲ្យរួចពីបាបជាពាក្យក្រិចប្រើក្នុងសម្ព័ន្ធមេត្រីចាស់សម្រាប់គម្របហັບនៃសម្ព័ន្ធមេត្រីដូច្នេះព្រះតាំងព្រះយេស៊ូវជាគម្របហັບដោយព្រះលោហិតទ្រង់ដោយជំនឿដើម្បីបង្ហាញក្តីសុចរិតព្រោះសូមើលនេះពីដើមព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាបឬថាក្នុងសញ្ញាចាស់ដូចជាព្រះពុំបានដាក់ទោសបាបរបស់គេដែរព្រះគ្របបាំងអំពើបាបគេនៅថ្ងៃថ្វាយដង្វាយធូនរាល់ឆ្នាំពេលព្រះដោះស្រាយជាមួយគេដើម្បីប្រទានពរគេជាមនុស្សបាបតែដូចជាព្រះមិនបានឃើញបាបគេទេទ្រង់មិនបានដាក់ទោសបាបគេសម័យព្រះយេស៊ូវទ្រង់មិនទាន់សុគតទេស្ត្រីនេះគេចាប់បានពេលរួមសហាយស្មន់ទ្រង់អាចមិនដាក់ទោសបាបនាងយ៉ាងដូចម្តេចទ្រង់អាចមិនដាក់ទោសអ្នកផ្សេងទៀតនិងព្យាបាលគេយ៉ាងដូចម្តេចអ្នកខ្វាក់មើលឃើញអ្នកថ្លង់ស្ដាប់ឮដូចជាទ្រង់មិនដាក់ទោសបាបហើយប្រទានពរពួកគេមិនដាក់ទោសបាបហើយប្រទានពរគេមិនដាក់ទោសបាបហើយប្រទានពរគេតើព្រះអាចសុចរិតបានយ៉ាងដូចម្តេចទ្រង់បង្ហាញក្តីសុចរិតឈើឆ្កាងទ្រង់នឹងត្រូវបង់ថ្លៃសម្រាប់បាបនីមួយៗដូច្នេះពេលនេះព្រះបង្ហាញភាពសុចរិតនៅឯឈើឆ្កាងជាកន្លែងដែលព្រះលោហិតទ្រង់ហូរ
ទ្រង់ត្រូវតែបង្ហូរលោហិតដើម្បីឲ្យស្ត្រីនោះបានអត់ទោសដោយសុចរិតសូមមើលនេះមានចែងថាបង្ហាញឥឡូវនេះបន្ទាប់ពីព្រះយេស៊ូវសុគតនឹងរស់ឡើងវិញទ្រង់សុចរិតគឺថាព្រះមិនត្រឹមតែមិនដាក់ទោសបាបផ្ទុយពីភាពយុត្តិធម៌ទ្រង់ផ្ទុយពីភាពសុចរិតទ្រង់ទេទ្រង់នឹងបង់ថ្លៃហើយព្រះយេស៊ូវទ្រង់បង់ថ្លៃនៅឯឈើឆ្កាងដូច្នេះពេលនេះព្រះបង្ហាញថាទ្រង់សុចរិតអាមែនតែទ្រង់មានក្តីស្រឡាញ់ត្រូវទេក្នុងការបង្ហាញភាពសុចរិតទ្រង់ឥឡូវនេះថាទ្រង់យុត្តិធម៌ហើយប្រោសឲ្យអ្នកមានជំនឿលើព្រះយេស៊ូវបានសុចរិតខ្ញុំចូលចិត្តការបកប្រែគម្ពីរយ៉ាងដើម្បីនឹងសម្ដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះនៅជាប់ឥឡូវនេះប្រយោជន៍ឲ្យទ្រង់បានសុចរិតព្រះបង្ហាញថាទ្រង់សុចរិតនៅក្នុងផ្លូវវាងដូចជាទ្រង់មិនបានឃើញបាបរបស់អ្នកអាមែនក្នុងដំណឹងល្អពេលគេមករកព្រះយេស៊ូវទ្រង់មិនដែលរំលឹកពីបាបរបស់គេទេអំពើបាបអ្នករៀបរៀងការអស្ចារ្យនេះសូមមកអធិដ្ឋានឲ្យកូនស្រីខ្ញុំនាងចិត្តស្លាប់ហើយសូមទោសខ្ញុំមិនអាចទេអ្នកបានប្រព្រឹត្តបាបទ្រង់មិនដែលនិយាយដូច្នោះទេវាដូចជាទ្រង់មិនបានឃើញអំពើបាបគេឥឡូវព្រះបង្ហាញថាទ្រង់សុចរិតយ៉ាងណាដោយការធ្វើបែបនោះឯងខ្ញុំអធិប្បាយយ៉ាងរីករាយតែប៉ុណ្ណឹងសរសើរព្រះអង្គអរព្រះគុណព្រះយេស៊ូវហាឡេលូយ៉ាឆ្នាំសប្បាយសូមជឿលើព្រះយេស៊ូវគ្រីស្ទនិងអ្វីដែលទ្រង់ធ្វើសម្រាប់អ្នកលើឈើឆ្កាងនៅថ្ងៃទី3ព្រះប្រោសទ្រង់ឲ្យរស់ឡើងវិញវាដូចជាចុងសន្លឹករបស់ព្រះនៃស្ថានសួគ៌និយាយថាព្រះទទួលយកអ្វីដែលបុត្រាទ្រង់បានធ្វើឥតខ្ចោះដោយយើងមានសេរីភាពមានយុត្តិធម៌ពេញលេញគប់ចិត្តដែលព្រះប្រោសបុត្រាទ្រង់ឲ្យរស់ឡើងវិញហើយថ្ងៃនេះព្រះប្រោសអ្នកនិងខ្ញុំឲ្យសុចរិតដោយលោហិតទ្រង់បើអ្នកចង់ទទួលយកសូមអធិដ្ឋានជាមួយខ្ញុំពេលនេះព្រះបិតាគង់នៅស្ថានសួគ៌ខ្ញុំជឿថាព្រះយេស៊ូវគ្រីស្ទជាបុត្រានៃព្រះថាទ្រង់សុគតលើឈើឆ្កាងសម្រាប់បាបខ្ញុំទ្រង់ទទួលទោសរបស់ខ្ញុំទ្រង់ត្រូវបណ្ដាសាឲ្យខ្ញុំបានព្រះពរត្រូវគេបដិសេធឲ្យខ្ញុំត្រូវបានទទួលយកអរគុណបិតាព្រះអង្គប្រោសទ្រង់ពីស្លាប់ចុងសន្លឹករបស់ព្រះអង្គដែលអ្វីទាំងអស់ដែលទ្រង់បានធ្វើត្រូវបានទទួលយកយ៉ាងពេញលេញជំនួសខ្ញុំព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់និងព្រះសង្គ្រោះខ្ញុំអរគុណព្រះបិតាទ្រង់ប្រោសខ្ញុំមិនមែនដោយកិច្ចការខ្ញុំតែប្រោសខ្ញុំដោយព្រះលោហិតព្រះយេស៊ូវក្តីសុចរិតព្រះក្នុងព្រះគ្រីស្ទហើយព្រះពរទាំងអស់នៃក្តីសុចរិតគឺជារបស់ខ្ញុំពេលនេះអរគុណព្រះបិតាក្នុងព្រះនាមព្រះយេស៊ូវសូមគ្រប់គ្នានិយាយថាអាមែនសូមក្រោកឈរបើអ្នកអធិដ្ឋានតាមខ្ញុំបងប្អូនអ្នកជាស្នាព្រះហស្ថថ្មីក្នុងព្រះគ្រីស្ទអាមែនក្នុងព្រះនេតព្រះអរិយទាំងអស់នៅស្ថានរស់មិនអាចរារាំងអ្នកពីការខ្លាយជាស្នាព្រះហស្ថថ្មីបានទេអាមែនយើងនៅតែនៅក្នុងសង្គ្រាមខាងវិញ្ញាណយើងពាក់គ្រឿងសាស្ត្រាវុធរបស់ព្រះតែសូមចាំថាបើព្រះគង់ជាមួយយើងនរណាអាចប្រឆាំងយើងបានយើងមានច្រើនជាងពួកវាមានតែសមរភូមិនៅតែបន្តហើយមានចម្រើនឡើងដោយភាពល្ងងខ្លៅរបស់មនុស្សតែថ្ងៃនេះខ្ញុំប្រកាសថាអ្នកបានរួចផុតពីការភ័យខ្លាចស្លាប់អាមែនសេរីភាពសរសើរព្រះអង្គសរសើរព្រះអង្គហើយសេរីភាពចេញពីភាពជាទាសករក្នុងជីវិតអ្នកអាមែនសូមលើកដៃទាំងអស់គ្នាសប្តាហ៍បន្ទាប់សូមព្រះអង្គម្ចាស់ប្រទានពរនិងថែរក្សាអ្នកសូមព្រះអង្គបញ្ចេញព្រះភ័ក្ត្រដ៏ភ្លឺលើអ្នកនិងសពប្រតិនឹងអ្នកទ្រង់សពប្រតិព្រោះលោហិតរបស់ព្រះយេស៊ូវហើយព្រះអង្គប្រទានពរអ្នកជាព្រះពរលោកអាប់រ៉ាហាំអ្នកមានសិទ្ធិទទួលយកព្រះពរនោះមិនមែនដោយសារអ្នកស័ក្តិសមតែដោយទ្រង់តាំងអ្នកជាក្តីសុចរិតរបស់ព្រះក្នុងព្រះគ្រីស្ទស័ក្តិសមនឹងព្រះពរទាំងអស់នេះអាមែនសូមព្រះអង្គថែរក្សាអ្នកពីអារក្សពីជំងឺឆ្លងពីជំងឺពីគ្រោះថ្នាក់ពីការលំបាកពីអំណាចទាំងអស់របស់មារពេញមួយសប្តាហ៍អ្នកនឹងគ្រួសារមនុស្សជាទីស្រឡាញ់ហើយព្រះអង្គប្រទានឲ្យអ្នកមានក្តីសុខសាន្តអ្នកនឹងគ្រួសារក្តីសុខសាន្តក្នុងព្រះនាមព្រះយេស៊ូវអាមែនស្រឡាញ់អ្នកទាំងអស់គ្នាអរគុណដែលបានចូលរួម